នេះនៅសុខាអញ្ចឹងខ្ញុំគូកប៉ាល់ហោះហើយអញ្ចឹងទៅបាទយើងគូលេងតាម imagination មកអូច្រឡំខ្ញុំចុចកន្លែងនេះ sketch to image បាទតាមការស្មើសម័យរបស់យើងអីអញ្ចឹងទៅបាទអូខេបាទសុំទោសហងតាក់ទងជាមួយ notification រំខានបងប្អូនចាំមើលចេញរូបអីគេគូអត់ស្អាតវាអត់ស្គាល់ហើយស្អីអត់ឲ្យមើលទៅអូខេឃើញបងប្អូនវាឲ្យរូបកប៉ាល់ហោះកាត់សុខាមួយជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះស្វាគមន៍មកកាន់វីដេអូថ្មីដែលបង្ហាញពីរបៀបប្រើប្រាស់មុខងារ Galaxy AI នៅក្នុងទូរស័ព្ទ Samsung Galaxy ទៀតហើយថ្ងៃនេះខ្ញុំបង្ហាញពីការប្រើប្រាស់មុខងារ Sketch to Image នៅលើ M25 Ultra បាទអញ្ចឹង Sketch to Image ហ្នឹងគឺមុខងារដែលយើងគូររូបបន្ថែមនៅលើរូបថតរបស់យើងអីចឹងណាបងប្អូនឧទាហរណ៍ដូចយើងថតរូបទៅយើងខ្វះអីមួយយ៉ាងយើងចង់គូបន្ថែមអីចឹងណាមុខងារហ្នឹងគឺ fun សប្បាយបាទឥឡូវនេះគឺខ្ញុំធ្វើឲ្យមើលផ្ទាល់តែម្ដងបាទបានន័យថាដើម្បីកុំឲ្យយូរខ្ញុំសុំ record screen មួយខ្ញុំសុំ record screen មួយសិនបាទខ្ញុំសុំ record screen មួយអូខេអញ្ចឹងនេះគឺជាមុខងារ Sketch to Image បានន័យថាយើងគូសរូបអីផ្សេងបន្ថែមលើរូបថតរបស់យើងឧទាហរណ៍ថារូបនេះខ្ញុំចង់ឲ្យថាអាកន្លែងនេះមានចំណុចខ្វះខាតអីមួយខ្ញុំចង់ថែមកៅកាហ្វេអីចឹងណាឧទាហរណ៍អញ្ចឹងដើម្បីងាយស្រួលគឺបងប្អូនអាចចូលទៅកាន់ដូចគ្នាគឺចូលទៅកាន់មុខងារ Galaxy AI នៅកន្លែងនេះបាទកន្លែងនេះសញ្ញា AI ហ្នឹងណាបាទខ្ញុំប្រើប៊ិចដោយសារប្រើប៊ិចទៅវារៀងស្រួលគូបន្តិចបាទហើយខ្ញុំអូសមកខាងនេះខ្ញុំយកពាក្យថា Sketch to Image បាទខ្ញុំយកពាក្យ Sketch to Image បាទអញ្ចឹងខ្ញុំចុចលើពាក្យហ្នឹងមកចុចលើពាក្យ Sketch to Image បាទហើយបន្ទាប់មកខ្ញុំគូបាទខ្ញុំគូនៅលើហ្នឹងណាខ្ញុំគូកៅកាហ្វេមកឧទាហរណ៍បាទកុំខ្វល់ពីស្នាដៃគូរូបរបស់ខ្ញុំសំខាន់ឲ្យតែចេញថាអ្វីដែលយើងចង់បានបន្ទាប់មកពេលតែគូចឹងហើយយើងចុច generate បាទចឹងបងប្អូនអាចរងចាំមកស្ទុះទៅឃើញថាវានឹងឲ្យរូបឲ្យយើងមួយហើយបើយើងអត់ពេញចិត្តទេយើង generate more មកណាឥឡូវចាំមើលតើវាបានកាហ្វេអត់ណែឃើញទេបានកាហ្វេមួយកែវរូបថតដំបូងអត់មានកាហ្វេទេឥឡូវយើងបានកាហ្វេមួយកែវយើងចុច save មកហើយបើយើងអត់ចង់បានហ្នឹងទៅមើលទៅអត់តំណងយើងចុច generate one more បាទចាំមើលវាឲ្យរបៀបម៉េចណាតើរូបបានរបៀបម៉េចចាំមើលអូខេកែវកាហ្វេមួយទៀតហ្នឹងអូខេយើង save មកបាទអញ្ចឹងតែប៉ុណ្្នឹងទេហើយឥឡូវនេះយើងចូលមករូបថ្មីតែម្ដងបាទដូចគ្នាឥឡូវខ្ញុំសាករូបថ្មីមើលណាបងប្អូនឧទាហរណ៍ថាដៃខ្ញុំនេះអត់មាននាឡិកាប៉ុន្តែខ្ញុំចង់ពាក់នាឡិកាអូខេដូចគ្នាចូលមកកន្លែង Sketch to Image ដូចគ្នាហើយបន្ទាប់មកខ្ញុំគូមកឧទាហរណ៍ខ្ញុំចេះគូទៅបាទឲ្យតំណាងណាហើយយើងចុច generate បាទងាយស្រួលប្រើមែនតើក្នុងការគូសរូបបន្ថែមអីហ្នឹងបាទគឺនៅលើ Galaxy AI នៅលើ Samsung មានស្រាប់មិនចាំបាច់ចូលទៅអី third party អីទៀតទេបាទឃើញទេបងប្អូននេះខ្ញុំមាននាឡិកាបើថាខ្ញុំអត់ពេញចិត្តទេខ្ញុំឧទាហរណ៍ថាខ្ញុំ generate មួយទៀតអីទៅបើខ្ញុំអត់ពេញចិត្តណាបាទចាំមើលវាចេញរបៀបម៉េចបងប្អូនអូខេអូនេះអត់ល្អទេអត់ល្អអត់ល្អព្រោះមិញវាដាច់អញ្ចឹងធម្មតា AI វានឹងព្យាយាមមើលហើយវាមើលតាមទម្រង់មើលតាមរូបថតរូបអីអញ្ចឹងវាឲ្យអញ្ចឹងទៅបើយើងចង់បានពណ៌ផ្សេងយើងយកប៊ិចពណ៌ផ្សេងគូអញ្ចឹងទៅណាបាទព្រោះអានេះយើងយកពណ៌សគូវាចេញពណ៌សហើយអូខេឥឡូវខ្ញុំសាកទៅមួយរូបទៀតបាទឥឡូវយើងបានពីររូបឥឡូវខ្ញុំសាកទៅមួយរូបទៀតបាទបងប្អូនទាំងអស់គ្នាឧទាហរណ៍ណានេះនៅសុខាអញ្ចឹងខ្ញុំគូកប៉ាល់ហោះហើយអញ្ចឹងទៅបាទយើងគូលេងតាម imagination មកអូច្រឡំខ្ញុំចុចកន្លែងនេះ Sketch to Image បាទតាមការស្មើសម័យរបស់យើងអីអញ្ចឹងទៅបាទអូខេបាទសុំទោសហងតាក់ទងជាមួយ notification រំខានបងប្អូនចាំមើលចេញរូបអីគេគូអត់
côអត់ស្អាតវាអត់ស្គាល់ហើយសួយអត់ឲ្យមើលទៅអូខេឃើញទេបងប្អូននេះវាឲ្យរូបកប៉ាល់ហោះកាត់សុខាមួយបាទអញ្ចឹងយើង sale មកតែប៉ុណ្្នឹងទេហើយបើថាយើងអត់ចង់បានទេយើងយើងចេញមកអានេះគឺការងារគេហៅថាមុខងារ sketch to image នៅលើរូបថតរបស់យើងរូបភាពដែលយើងថតរួចឬក៏រូបភាពពីណាពីណីក៏បានដែររូបភាព download ក៏បានដែរយើងយកមកយើងគូសបន្ថែមបានដូចគ្នាអញ្ចឹងណាតាមការសម័យរបស់យើងអីអញ្ចឹងទៅតាមអ្វីដែលចង់បានវីដេអូបន្ទាប់ទៀតអាចខ្ញុំនឹងធ្វើតាក់ទងជាមួយនឹងការគូរូបលេងអីអញ្ចឹងទៅបំលែងទៅជារូបភាពមែនតែនអីចឹងទៅណាតាមការសម័យឥឡូវនេះគឺខ្ញុំបង្ហាញវីដេអូនេះសិនអានេះគឺតាក់ទងជាមួយនឹងមុខងារ sketch to image នៅលើទូរស័ព្ទ Samsung របស់បងប្អូនដែលប្រើឲ្យតែប្រើ AI បានណាបាទសុំទោសដែល notification រំខានច្រើនបាទអញ្ចឹងវីដេអូថ្ងៃនេះតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានទស្សនាកុំភ្លេចជួយ subscribe channel YouTube នេះផងហើយអរគុណជំរាបលាជួបគ្នាក្នុងវីដេអូក្រោយបាយបាយ